ក្នុងរយៈពេលមិនដល់24ម៉ោងផងជំហររបស់ថៃលើការសម្រេចរបស់កម្ពុជាក្នុងការចាប់ផ្ដើមយន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាស្ដីពីនីតិសមុទ្រ UN Clause បានផ្លាស់ប្ដូរសម្លេងដោយងាកមកទម្លាក់កំហុសលើកម្ពុជាថាបិទទ្វារចរចាទ្វេភាគីនិងចង់យកប្រៀបលើឆាកអន្តរជាតិកាលពីថ្ងៃទី2ខែមិថុនាឆ្នាំ2026នាយករដ្ឋមន្ត្រីថៃលោកអនុទានឆានវីរៈគុលបាននិយាយថាថៃមិនមានអ្វីត្រូវបារម្ភឡើយចំពោះការសម្រេចរបស់កម្ពុជាក្នុងការជូនដំណឹងទៅថៃនិងអង្គការសហប្រជាជាតិដើម្បីចាប់ផ្ដើមយន្តការក្រោម UN Clause លោកថែមទាំងអះអាងថាថៃក៏នឹងដើរតាមគោលការណ៍ UN Clause ដូចគ្នាហើយមិនឃើញថាប្រទេសខ្លួនស្ថិតក្នុងស្ថានភាពចាញ់ប្រៀបកម្ពុជាឡើយក៏ប៉ុន្តែនៅថ្ងៃទី3ខែមិថុនាលោកស៊ីហាសាភូមិកែបកែវរដ្ឋមន្ត្រីការបរទេសថៃបានបង្ហាញជំហរខុសពីនេះតាមរយៈកាសែត Thai The Nation លោកស៊ីហាសានិយាយថាកម្ពុជាគួរតែផ្ដល់ឱកាសដល់ការចរចាទ្វេភាគីជាមុនសិនមុននឹងឈានទៅប្រើយន្តការផ្សះផ្សាដោយចាប់បង្ខំក្រោម UN Clause លោកស៊ីហាសាអះអាងថាថៃបានលុបចោលអនុសារណៈនៃការយោគយល់គ្នា MOU ឆ្នាំ2001មិនមែនដើម្បីកិច្ចបេះពីកាតព្វកិច្ចនោះទេប៉ុន្តែដើម្បីចាប់ផ្ដើមការចរចាលើមូលដ្ឋានថ្មីព្រោះ MOU 2001មិនអាចដោះស្រាយបញ្ហានេះបានអស់រយៈពេល25ឆ្នាំហើយលោកថាដោយសារទាំងកម្ពុជានិងថៃជាភាគីនៃ UN Clause រួចហើយប្រទេសទាំងពីរគួរតែចរចាគ្នាជាមុនសិនហើយប្រសិនបើការចរចាបរាជ័យទៅបន្តទៅយន្តការផ្សេងទៀតលោកស៊ីហាសាទម្លាក់កំហុសថាកម្ពុជាកំពុងបិទទ្វារចរចាហើយចោទថាចេតនារបស់កម្ពុជាគួរឲ្យសង្ស័យព្រោះកម្ពុជាហាក់ចង់កំណត់លក្ខខណ្ឌដោយខ្លួនឯងនិងយកប្រៀបសម្រាប់ខ្លួនឯងនៅលើឆាកអន្តរជាតិលោកក៏បានអះអាងទៀតថាការសម្រេចរបស់កម្ពុជានេះអាចប៉ះពាល់ទៅដល់ការស្ដារទំនាក់ទំនងរវាងប្រទេសទាំងពីរការពិភាក្សាអំពីសន្តិសុខព្រំដែននិងបញ្ហាព្រំដែនក៏ទៀតផងប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី2ខែមិថុនាលោកនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុនម៉ាណែតបានបញ្ជាក់ច្បាស់ថាកម្ពុជានៅតែបន្តកិច្ចចរចាជាមួយថៃប៉ុន្តែអធិបតេយ្យភាពកម្ពុជាត្រូវតែការពារខណៈដែលថៃខ្លួនឯងបានបោះបង់ក្របខ័ណ្ឌចរចាទ្វេភាគីដោយឯកតោភាគីកាលពីដើមខែឧសភាឆ្នាំ2026មកដល់ពេលនេះកម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាឬក៏អ្នកជំនាញច្បាប់របស់ខ្លួនរួចរាល់ហើយភាគីថៃមានរយៈពេល3សប្តាហ៍ដើម្បីឆ្លើយតបនិងជ្រើសរើសអ្នកជំនាញច្បាប់2រូបរបស់ខ្លួនដើម្បីចូលរួមក្នុងយន្តការផ្សះផ្សាដោយការចាប់បង្ខំតាក់ទងទៅនឹងសម្លេងប្រែប្រួលរបស់ថៃអ្នកសង្កេតការណ៍មួយចំនួនចោទជាសំណួរថាបើថៃពិតជាមិនបារម្ភនឹងត្រៀមខ្លួនរួចហើយសម្រាប់ UN Clause ដោយការលើកឡើងរបស់លោកអនុទានកាលពីម្សិលមិញមូលហេតុអ្វីបានជាថ្ងៃនេះរដ្ឋមន្ត្រីការបរទេសថៃបែរជាជំរុញឲ្យមានការចរចាទ្វេភាគីជាមុននិងចោទកម្ពុជាថាចង់យកប្រៀបទៅវិញខ្ញុំរស់សុធាពី News Today NTTV